នាំយកធម៌ដែលបានស្ដាប់បានរៀននិងបានតរិះឃើញច្បាស់ហើយមកបដិបត្តិកម្ចាត់ភាពសៅហ្មងក្នុងសន្តានចិត្តការបដិបត្តិជាការងារនាំមកនូវផលដែលផលរមែងសមស្របទៅតាមការងារជាហេតុដូចពិតអង្គតនិកាយចតុកនិបាត6ឧទ្ធានកោជាអ្នកមានសេចក្តីព្យាយាមរមែងនាំឲ្យបានសម្រេចប្រយោជន៍ក្នុងការងារទាំងពួងអ្នកគ្រប់គ្រងផ្ទះមាននៅកេរ្តិ៍ឈ្មោះល្អដោយមានការព្យាយាមក្នុងការងារដែលស្វែងរកទ្រព្យសម្បត្តិជាការងារប្រជាតោសនិងម្យ៉ាងទៀតផលជាសុខ4ប្រការរមែងបានសម្រេចដល់គ្រោះអ្នកព្យាយាមនោះគឺសុខទី1អធិសុខកើតអំពីការមានទ្រព្យរីករាយក្នុងចិត្តព្រោះដឹងថាខ្លួនមាននៅភោគទ្រព្យជាទ្រព្យដែលបានមកដោយកម្លាំងព្យាយាមរបស់ខ្លួនហើយតាមផ្លូវសុចរិតទៀតផងសុខទី2ភោគសុខកើតអំពីការបរិភោគប្រើប្រាស់ចាយវាយនៅទ្រព្យសម្បត្តិរីករាយក្នុងចិត្តព្រោះថាខ្លួនបានប្រើប្រាស់ទ្រព្យដែលបានមកដោយសុចរិតកម្មចិញ្ចឹមខ្លួនឯងផងចិញ្ចឹមមាតាបិតាបុត្រភរិយាផងចិញ្ចឹមអ្នកផ្សេងទៀតដែលគូចិញ្ចឹមផងនិងបំពេញនៅគុណប្រយោជន៍ដោយធ្វើទក្ខណាទានផងគួរជ្រាបថាសេចក្តីសុខទាំងពីរយ៉ាងនេះគឺអធិសុខនិងភោគសុខរមែងមានការជាប់តាក់ទងជាមួយបុណ្យដែលខ្លួនបានធ្វើទុកឲ្យក្នុងកាលមុនមកផងព្រោះបើខ្វះបុណ្យសូម្បីកំណើតជាមនុស្សនេះយើងមិនដឹងជាទាមទារយ៉ាងម៉េចបានទេចាំបាច់ពោលថ្មីដល់សេចក្តីសុខផ្សេងទៀតនោះហើយម្យ៉ាងទៀតបានកើតមកឲ្យខ្វះបុណ្យសម្រាប់ឲ្យមានអាយុវែងរមែងស្លាប់ទាំងនៅវ័យក្មេងក៏មិនដឹងតវ៉ាជាមួយអ្នកណាដែរសុខទី3អនិច្ចសុខកើតអំពីការមានជាពាក្យបំណុលគេរីករាយក្នុងចិត្តត្បិតមិនមានម្ចាស់បំណុលមកទាមទារការជាពាក្យបំណុលគេរមែងតែងតែសងម្យ៉ាងជាពាក្យប្រាក់ម្យ៉ាងទៀតជាពាក្យកម្មការជំពាក់កម្មព្រោះអត់សទ្ធាហើយប្រព្រឹត្តនៅបញ្ញវេរាគឺពី5ប្រការមានការសម្លាប់សត្វលួចទ្រព្យជាគេជាដើមសម្លាប់សត្វជាពាក្យជីវិតគេធ្វើការលួចប្លន់ជាពាក្យទ្រព្យគេប្រព្រឹត្តខុសក្នុងកាមគុណទាំងឡាយជាពាក្យសេចក្តីប្រសើរអ្នកដតីនិយាយកុហកជាពាក្យសេចក្តីពិតត្រង់បរិភោគទឹកស្រវឹងបាត់បង់ស្មារតីជាពាក្យការងារដ៏ប្រពៃនៅក្នុងសង្គមនៅក្នុងលោកនេះរមែងមានការសងបំណុលច្រើនណាស់ព្រោះអំពើអាក្រក់ដែលបានប្រព្រឹត្តហើយដូច្នេះធ្វើជាមនុស្សត្រូវតែខំប្រឹងប្រែងដើម្បីឲ្យខ្លួនឯងជាអ្នកមិនជាពាក្យបំណុលគេតទៅសុខទី4អនិវច្ចសុខកើតអំពីការប្រជាតោសរីករាយក្នុងចិត្តត្បិតខ្លួនមានការប្រព្រឹត្តសុចរិតចិញ្ចឹមជីវិតដោយប្រពៃមិនធ្វើជាទាស័កនៃតកែបាបពោលគឺមិនតាមបំរើចិត្តបាបរបស់ខ្លួនឯងឡើយបណ្ដាសុខទាំង4យ៉ាងនេះសុខទី4គឺអនិវច្ចសុខមានគុណតម្លៃប្រសើរដល់ក្រៃលែងគឺប្រសើរជាងសុខ3ខាងដើមសូមមនុស្សទាំងឡាយកុំមើលរំលងសេចក្តីសុខទី4នេះឲ្យសោះសុខ4យ៉ាងស្រង់ចាក់អង្គុត្តរនិកាយចតុកនិបាត7អនិលក្សោជាអ្នកមិនខ្ជិលច្រអូសព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងអំពីសេចក្តីព្យាយាមនៅក្នុងគុណធម៌ទី6រួចហើយដែលសេចក្តីព្យាយាមនាំឲ្យសម្រេចនៅប្រយោជន៍ចំពោះគុណធម៌ទី7នេះគឺការមិនខ្ជិលច្រអូសព្រះអង្គមានព្រះពុទ្ធបំណងឲ្យសត្វលោកឃើញទោសនៃសេចក្តីខ្ជិលមាន6ប្រការគឺ1អាងលេះថាតិចពេកហើយមិនធ្វើការ2អាងលេះថាក្តៅណាស់ហើយមិនធ្វើការ3អាងថាល្ងាចណាស់រួចហើយមិនធ្វើការ4អាងលេះថានៅព្រឹកណាស់ហើយមិនធ្វើការ5អាងលេះថាឃ្លានណាស់ហើយមិនធ្វើការ6អាងលេះថាស្រេកណាស់ហើយមិនធ្វើការអាងលេះទាំង6យ៉ាងនេះមានទោសយ៉ាងណាគឺមានទោសត្រង់មិនធ្វើការម្ល៉េះហើយសម្បត្តិណាដែលនៅមិនទាន់កើតក៏មិនបានកើតឯសម្បត្តិណាដែលកើតហើយក៏ចេះតែអស់ទៅសូន្យទៅគឺការបាត់បង់នៅសេចក្តីសុខសេចក្តីខ្ជិលជាប្រធាននៃសេចក្តីវិនាសនៅក្នុងលោកនេះមិនមានអ្នកណាម្នាក់កិច្ចផុតអំពីទុក្ខដោយសារសេចក្តីខ្ជិលឡើយក្តៅត្រជាក់ព្រឹកល្ងាចព្រឹកឃ្លានស្រេកទាំង6នេះវាមិននាំឲ្យអ្នកធ្វើការលំបាកជាងទុក្ខលំបាកព្រោះខ្ជិលនោះទេឯចំណែកលៀបយសសរសើរសុខគឺជាលទ្ធផលនៃការងារដែលអ្នកត្រូវធ្វើការត្រូវបានទទួលសម្បត្តិទាំងឡាយក្នុងលោកនេះក្នុងលោកខាងមុខនិងការរួចចាកនិងការរួច
ផុតចាកទុកទាំងពួងសុទ្ធតែជាលទ្ធផលនៃការមិនខ្ជិលទាំងអស់បុគ្គលមានប្រាជ្ញាកាលប្រាថ្នាឆ្លងនៅអន្លង់ទុក្ខរមែងជាអ្នកមិនខ្ជិលច្រអូសអ្នកមានប្រាជ្ញារមែងពិចារណាឃើញពេលវេលាដែលអាចធ្វើការបានមានតិចតួចណាស់ការនៅតូចរស់នៅដោយសារមេត្តាបិតាជាអ្នកចិញ្ចឹមតម្រើមបានធំចេះគិតឃើញតម្លៃនៃការងារពិតប្រាកដពេលវេលាកន្លងទៅជាច្រើនឆ្នាំនៅពេលធ្វើការងារបាននោះត្រូវមានឧបសគ្គមករារាំងមានគ្រោះថ្នាក់ផ្សេងៗនិងជំងឺជាដើមមានឈឺដល់ទៅពិការមិនអាចធ្វើការងារធ្ងន់ធ្ងរបានទៀតផងមិនទាន់បានធ្វើអ្វីជាដុំកពួនផងជាង20ឆ្នាំបានកន្លងទៅបាត់ទៅហើយនៅសល់តែថ្ងៃចាស់និងថ្ងៃជរាតែប៉ុណ្ណោះហើយក្នុងបណ្ដាថ្ងៃសម្រាប់ចាស់ជរានោះមានមួយចំនួនដែលសម្រាប់ឈឺហើយក៏មានថ្ងៃមួយដែលសម្រាប់ស្លាប់ជាពិតប្រាកដផងដែរម្យ៉ាងទៀតដែលគួរឲ្យតក់ស្លុតណាស់នោះគឺស្លាប់មុនចាស់បើពេលធ្វើការមានតិចតូចម្លឹងតើយើងនឹងគួរខ្ជិះខ្ជាយពេលវេលាដោយសារខ្ជិលដែរឬទេឬក៏គួរគិតថាត្រូវចែកពេលវេលាដ៏តិចតួចនេះឲ្យដល់សេចក្តីប្រមាទផងឬយ៉ាងម៉េច8អាបតិសោអ្នកវេទតិមិនញាប់ញ័រក្នុងអន្តរាយទាំងឡាយបើព្រមទទួលនៅពេលបានក៏ត្រូវតែព្រមចំណាយនៅពេលអន្តរាយផងដែរនៅក្នុងជីវិតរបស់មនុស្សយើងមានតែពីរយ៉ាងប៉ុណ្ណោះគឺការបានមួយនិងការបាត់មួយដូច្នេះនៅពេលដែលបានរបស់អ្វីមកមិនត្រូវវង្វេងស្រវឹងក្នុងរបស់នោះឡើយគឺកុំឲ្យបានរបស់ជាទីពេញចិត្តមកបែរជាបាត់បង់នៅសតិទៅវិញនោះនៅពេលដែលរបស់អ្វីនោះបាត់បង់ទៅវិញត្រូវទទួលច្បាប់អនិច្ចំគឺការមិនទៀងរបស់ធម្មជាតិត្រូវលះឬចាគៈសិចេញអំពីបញ្ជីចិត្តឲ្យស្រឡះឲ្យវាខូចតែរបស់ទៅតែកុំឲ្យខូចចិត្តតាមរបស់ដែលខូចនោះការបាននៅអ្វីជាទីពេញចិត្តត្រូវប្រយ័ត្នការហុងហែងព្រោះការហុងហែងវាជាហេតុនៃសេចក្តីទុក្ខសោកត្រូវនឹកឲ្យបានរាយថាបើវាបានមកវាក៏ត្រូវទៅវិញបានដែរការអន្តរាយលៀបយោសរសើរសុខឬក៏អត់លៀបអត់យោនិន្ទាទុកមិនមានអ្នកណាបញ្ចិតជាពិតប្រាកដណាស់ប៉ុន្តែយើងត្រូវជ្រាបថាវាជាលោកធម៌គឺធម៌តែងតែមានប្រចាំលោកជាធម្មតាលោកធម៌រមែងមានទាំងផ្នែកល្អនិងផ្នែកមិនល្អទោះបីយើងស្អប់ខ្ពើមឬខឹងក្រោធជាមួយលោកធម៌ផ្នែកមិនល្អឬក៏អត់លៀបអត់យោនិន្ទាទុកយ៉ាងណាក៏ដោយតែដល់ពេលហើយវាត្រូវតែមកដល់ជាធម្មតាហើយបើយើងមានចិត្តបន្ទោសតតាំងព្រោះការមិនសុខចិត្តវាត្រូវបង្កបញ្ហាក្នុងចិត្តធ្វើឲ្យចិត្តមានសេចក្តីទុក្ខក្តៅក្រហាយប៉ុន្តែបើយើងទទួលយកដោយបញ្ញាមិនទំនើសជាមួយនឹងរបស់ធម្មតានឹងក្នុងជីវិតវាក៏មិនមានបង្កបញ្ហាអ្វីនៅក្នុងចិត្តដែរម្ល៉េះហើយសភាពនៃចិត្តក៏មិនបានញាប់ញ័រចំពោះអន្តរាយផ្សេងដែលបានមកដល់ឡើយ9អច្ឆន្ទវុត្តេមានការប្រព្រឹត្តមិនដាច់បានដល់ការប្រព្រឹត្តជឿបតគ្នាគឺជាសេចក្តីមិនប្រមាទនៅក្នុងគម្ពីរព្រះអភិធម្មព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងប្រភេទលក្ខណៈនៃសេចក្តីប្រមាទគឺការធ្វើប្រហែសដែលជាផ្លូវនៃសេចក្តីស្លាប់មានដូចតទៅបណ្ដាធម៌ទាំងនោះសេចក្តីប្រមាទតើដូចម្ដេចការបណ្ដោយចិត្តការឲ្យកម្លាំងដល់ការបណ្ដោយចិត្តក្នុងកាយទុច្ចរិតក្តីក្នុងវិជ័យទុច្ចរិតក្តីក្នុងមโนទុច្ចរិតក្តីក្នុងការមង្គល5ក្តីឬការធ្វើដោយមិនគោរពការធ្វើមិនឲ្យរាយការធ្វើមិនខ្ជិបខ្ជួនការប្រព្រឹត្តទម្រន់ការដាក់ចុះនៅឆន្ទៈការដាក់ចុះនៅធុរៈការមិនគប់រកការមិនអប់រំការមិនធ្វើឲ្យច្រើនការមិនតាំងមាំការមិនប្រកបរឿយការធ្វើប្រហែសក្នុងការចម្រើននៅពួកធម៌ដែលជាកុសលការធ្វើប្រហែសភាពនៃសេចក្តីធ្វើប្រហែសឯណាដែលមានសភាពយ៉ាងនេះហៅថាសេចក្តីប្រមាទការប្រព្រឹត្តមិនដាច់ដែលជាគុណធម៌ទី9នេះបានដល់ការមិនធ្វើបាបទាំងពួងនិងការបំពេញនៅសេចក្តីល្អផ្សេងព្រមទាំងព្យាយាមសម្អាតផ្លូវចិត្តផងមានការប្រព្រឹត្តទៅរីតជឿបគ្នាមិនដាច់បើ
គឺមានសភាពផ្ទុយអំពីសេចក្តីប្រមាទ10មេធាវីមានប្រាជ្ញាគឺប្រាជ្ញាដឹងហេតុនិងផលប្រាជ្ញាជាគ្រឿងរក្សាខ្លួនស្គាល់គុណតម្លៃនៃសេចក្តីល្អឃើញទោសនៃបាបអកុសលទាំងពួងអ្នកមានគុណធម៌ទាំងនេះគឺជាអ្នកប្រាជ្ញនៅក្នុងគម្ពីរធម្មបទព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាបុគ្គលពាលមិនមានបញ្ញាតែងប្រកបរីរីនៅសេចក្តីប្រមាទគឺការធ្វេសប្រហែសចំណែកអ្នកប្រាជ្ញលោករក្សានៅសេចក្តីមិនប្រមាទគឺការមិនធ្វេសប្រហែសដូចជាគេរក្សានៅទ្រព្យដ៏ប្រសើរថ្លៃថ្លាទាំងឡាយដូចជាគេរក្សានៅទ្រព្យដ៏ប្រសើរថ្លៃថ្លាអ្នកទាំងឡាយចូលកុំប្រកបរីរីនៅសេចក្តីប្រមាទគឺការធ្វេសប្រហែសនេះឡើយចូលកុំកបីធ្វើសេចក្តីស្និទ្ធស្នាលត្រេកអរត្រេកត្រអាលក្នុងកាមទាំងឡាយឡើយព្រោះថាបុគ្គលអ្នកមិនមាននៅសេចក្តីប្រមាទមានការសម្លឹងពិនិត្យរមែងបាននៅសេចក្តីសុខដ៏ធំទូលាយអ្នកប្រាជ្ញលោករក្សានៅសតិព្រោះឃើញទោសនៃសេចក្តីប្រមាទដែលសេចក្តីប្រមាទនេះជាបទនៃសេចក្តីស្លាប់ប្រៀបបីដូចជាបរោះអ្នកទោសដែលព្រះរាជាដាក់អាជ្ញាឲ្យរក្សាទឹកដ៏ពេញក្នុងផ្តិលដោយព្រះរាជាបានបង្គាប់ឲ្យពេជ្ជឃាតភ្ជង់ដាវពីក្រោយអ្នកទោសនោះបណ្ដាកាត់តាមកន្លែងដែលគេលេងមហោស្រពហើយព្រះរាជាបានត្រាស់ថាបើអ្នកទោសនោះធ្វើទឹកឲ្យកំពប់ស្រក់តែមួយដំណក់ត្រូវកាត់ក្បាលអ្នកទោសនោះទម្លាក់ចុះមកដីដោយទឹកកំពប់ស្រក់មួយដំណក់នោះដែរនៅក្នុងរោងមហោស្រពមាននាងកល្យាណីជាស្ត្រីរូបស្អាតដ៏ក្រៃលែងកំពុងតែរឿមប៉ុន្តែទោះជាកល្យាណីរូបស្អាតនោះយ៉ាងណារឿមចាក់ក្បាច់សែនសមយ៉ាងម៉េចក៏ដោយដែលមហាជនពោលសរសើរមិនដាច់ពីមាត់នោះក៏បរោះអ្នកទោសមិនហ៊ានធ្វេសប្រហែសដោយការនឹកចង់សម្លឹងមើលនាងកល្យាណីនោះឡើយគឺត្រូវប្រយ័ត្នដៃប្រយ័ត្នជើងប្រយ័ត្នដងខ្លួនប្រយ័ត្នភ្នែកប្រយ័ត្នក្រែងអ្នកដតីវាសដៃមកប៉ះលាក់ត្រូវប្រយ័ត្នសពអន្លើដើម្បីការពារជីវិតរបស់ខ្លួនសេចក្តីនេះយ៉ាងណាអ្នកប្រាជ្ញរមែងរក្សាចិត្តក៏ដើម្បីកាច់ឲ្យផុតអំពីសេចក្តីស្លាប់ក៏យ៉ាងនោះដែរព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាសេចក្តីមិនប្រមាទជាផ្លូវដើរទៅរកការមិនស្លាប់ឯសេចក្តីប្រមាទជាផ្លូវដើរទៅរកសេចក្តីស្លាប់វត្ថុកាមក្នុងលោកគឺរូបសម្លេងក្លិនរសផលតពៈដែលជាទីប្រាថ្នាជាទីត្រេកអរជាទីស្រឡាញ់ពេញចិត្តប្រកបដោយកាមជាទីតាំងនៃដំណេកវាជាគ្រឿងនាំសត្វធ្វេសប្រហែសជាអន្ទាក់នៃសេចក្តីស្លាប់ជានុយដែលមានរសជាតិផ្អែមល្ហែមជាថ្នាំពឹសក្នុងទឹកឃ្មុំដូច្នេះសាធុជនទាំងឡាយដែលស្រឡាញ់ជីវិតស្រឡាញ់សេចក្តីសុខស្រឡាញ់កិត្តិយសស្រឡាញ់កេរ្តិ៍ឈ្មោះស្រឡាញ់ក្រុមគ្រួសារនិងប្រទេសជាតិត្រូវមានស្មារតីជាគ្រឿងរក្សាចិត្តដូចមានសេចក្តីឧបមាអំពីអ្នកទោសដែលរក្សាទឹកកុំឲ្យស្រក់នោះមកដីនោះអញ្ចឹងឯងគឺមិនក្បីធ្វេសប្រហែសឡើយ11សង្គាហកោជាអ្នកមានធម៌សង្គ្រោះដោយការសង្គ្រោះនៅក្នុងសង្ឃហវត្ថុ4យ៉ាងគឺសង្ឃហវត្ថុទី1ទានអ្នកមានការបែងចែកនៅទ្រព្យសម្បត្តិរបស់ខ្លួនជួយសង្គ្រោះអ្នកដតីសប្បាយចិត្តនឹងបរិច្ចាគអ្វីៗជារបស់ខ្លួនដើម្បីឲ្យអ្នកដតីបានសម្រេចនៅប្រយោជន៍ពិតៗការសម្រេចចិត្តជាសម្បត្តិដ៏ប្រសើរតាមពិតមនុស្សទាំងអស់គ្រប់គ្នាចង់បានសម្បត្តិក្នុងលោកព្រោះដើម្បីបំពេញបំណងផ្សេងសម្រាប់សេចក្តីមកគឺដើម្បីសប្បាយចិត្តមានការសប្បាយចិត្តនឹងបរិភោគប្រើប្រាស់សប្បាយចិត្តនឹងបានរស់នៅសប្បាយចិត្តនឹងឋានៈស័ក្តិយសជាដើមប៉ុន្តែចំណុចត្រង់ការសប្បាយចិត្តនៃមនុស្សយើងអាចគិតមិនដល់ផងដែរហើយបែរជាឲ្យទ្រព្យសម្បត្តិគ្របសង្កត់ចិត្តមានទុក្ខកង្វល់ទៅវិញដូចជាមានទ្រព្យនមមរស់បានហើយតែដោយសារចំណង់តណ្ហាក៏រំលងចោលការសប្បាយចិត្តដោយមិនដឹងថាទិសដៅនៃជីវិតរបស់ខ្លួនគឺសប្បាយចិត្តនឹងឯងនេះគេហៅថាមនុស្សមិនដឹងទិសតំបន់ទីបំផុតស្លាប់ទៅទាំងទុក្ខកង្វល់មនុស្សដែលដឹងទិសដៅនៃជីវិតគឺត្រង់ការសប្បាយចិត្តគេមិនច្រឡំថាទ្រព្យសម្បត្តិគឺជាការសប្បាយចិត្តនោះទេព្រោះទ្រព្យសម្បត្តិក្តីឋានៈបុណ្យស័ក្តិក្តីគ្រាន់តែជាឧបករណ៍មួយផ្នែកនៃការសប្បាយចិត្តតែប៉ុណ្ណោះឯការសប្បាយចិត្តពិតៗបានដល់ចិត្តដែលភ្លឺស្វាងព្រោះបានអប់រំហើយដោយល្អការសប្បាយចិត្តមិនមែនអាស្រ័យទៅលើការបាននៅទ្រព្យសម្បត្តិឬបាននៅយសស័ក្តិតែប៉ុណ្ណោះនោះទេការសង្គ្រោះការជួយសង្គ្រោះឲ្យអ្នកដតីបាននៅប្រយោជន៍បានសុខចម្រើនគឺការមិនបៀតបៀនអ្នកដតីស្ដីសន្តោសរហូតដល់សិលសមាធិនិងបញ្ញានៅក្នុងពុទ្ធសាសនាទាំងអស់នេះសុទ្ធតែជាឧបករណ៍សំខាន់សម្រាប់ញ៉ាំងចិត្តឲ្យសប្បាយសុខស្ងប់
សង្ឃាវត្ថុទី2ពេយវាចានិយាយពាក្យឲ្យជាទីស្រឡាញ់គឺនិយាយពាក្យសុភាពពិរោះគួរស្ដាប់ចង្អុលបង្ហាញប្រាប់ណែនាំក្នុងរបស់ដែលមានប្រយោជន៍បំភ្លឺហេតុផលជាលក្ខនិយាយឲ្យកម្លាំងចិត្តដល់អ្នកដែលបានប្រព្រឹត្តល្អនិយាយដោយចិត្តសប្បុរសមានមេត្តាវិជ័យកម្មទាំងក្នុងទីចំពោះមុខទាំងក្នុងទីកំបាំងមុខមនុស្សយើងច្រើនតែនិយាយយកគូសំនៅចំពោះមុខតែប៉ុណ្ណោះនេះមិនល្អសោះទេមិនមែនវាចាសប្បុរសមិនមែនជាវាចាមិនមែនជាមេត្តាវិជ័យកម្មឡើយដូចជាការហៅឈ្មោះជាដើមបើនៅចំពោះមុខសុទ្ធតែសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីលោកតាលោកយាយលោកអ៊ំលោកប្រុសស្រីលោកអ្នកមានអ្នកមីងលាក់ពីរោះណាស់គូសំណាស់ប៉ុន្តែកំបាំងមុខវិញបានកាត់ពាក្យគូសំចេញអស់នៅត្រឹមតានេះយាយនោះជួនកាលហៅតែឈ្មោះតទេដោយសម្ដីខ្សោះកក្រោះមានរហូតដល់ទៅតាប៉ែនេះតយាយប៉ែនោះដែលចិត្តតាំងថ្នាក់ខ្វះមេត្តារឹបអានទៀតផងជួនកាលមិនថ្នាក់ចិត្តអ្វីទេប៉ុន្តែចូលក្នុងបទប្រហើនឬក៏ហ៊ានជ្រុលដោយចង់សម្ដែងថាខ្លួនឯងក្រិនបើអ្នកនោះមិនស្មើនឹងអញឡើយយើងទាំងអស់គ្នាគូអប់រំចម្រើននៅមេត្តាវិជ័យកម្មគឺការនិយាយដោយចិត្តមេត្តាទាំងក្នុងទីចំពោះមុខទាំងក្នុងទីកំបាំងមុខសង្ឃាវត្ថុទី3អដ្ឋចរិយាធ្វើនៅប្រយោជន៍ឲ្យដល់អ្នកដទៃគឺជួយដោយកម្លាំងកាយនិងខ្នះខ្នែងជួយកិច្ចការផ្សេងដើម្បីបំពេញនៅសាធារណប្រយោជន៍ដែលជាប្រយោជន៍រួមនៅក្នុងសង្គមព្រមទាំងជួយដោះស្រាយបញ្ហាក្នុងកិច្ចការលំបាកដែលកើតមានក្នុងបុគ្គលគណៈពួកក្រុមសង្គមតូចធំនឹងជួយទំនុកបំរុងដល់ផ្នែកសិលធម៌គុណធម៌ជាដើមឲ្យបានចម្រើននៅក្នុងសង្គមជាតិរបស់ខ្លួនទៀតផងព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់បំពេញនៅលោកដ្ឋចរិយាគឺការធ្វើនៅប្រយោជន៍ឲ្យបានសម្រេចដល់ពពួកជនក្នុងលោកដែលមិនមានបុគ្គលណាប្រៀបប្រដូចនឹងព្រះអង្គបានឡើយសប្តាហ៍ថ្ងៃនេះនៅមានពធនិងព្រះវិន័យជាសាសនាជំនួសព្រះអង្គដូច្នេះយើងជាអ្នកស្រឡាញ់នៅប្រយោជន៍ទាំងអស់គ្នាគូផ្សព្វផ្សាយគូយកចិត្តទុកដាក់សិក្សាអប់រំឲ្យបានទូលំទូលាយក្នុងចិត្តក្នុងសង្គមជាតិរបស់យើងទាំងអស់គ្នាគូអប់រំចម្រើននៅមេត្តាកាយកម្មគឺការប្រកបគឺការងារដោយកាយប្រកបដោយចិត្តមេត្តាទាំងក្នុងទីចំពោះមុខទាំងក្នុងទីកំបាំងមុខសង្ឃវត្ថុទី4សមាណត្តតាតម្កល់ខ្លួនល្អនៅក្នុងសមានគុណគឺសេចក្តីល្អស្មើគ្នានឹងអ្នកដទៃធ្វើខ្លួនឲ្យល្អដើម្បីចូលចុះជាមួយនឹងអ្នកល្អទាំងឡាយដាក់ខ្លួនស្មើចុងស្មើដើមដោយការស្មោះស្ម័គ្រប្រព្រឹត្តស្មោះស្មើដោយមិនលំអៀងមាននៅសមានចិត្តរួមសុខរួមទុក្ខរួមទទួលដឹងរួមដោះស្រាយបញ្ហាដើម្បីឲ្យកើតប្រយោជន៍សុខរួមគ្នាសមាណត្តតាគឺការតម្កល់ខ្លួនស្មើក្នុងគុណធម៌ថ្លៃថ្នូរដោយគុណធម៌មិនក្រអឺតក្រទមឆ្មឹងឆ្មៃមិនវារឹកក្រអឺតក្រអោងម្យ៉ាងទៀតថ្លៃថ្នូរដោយសមានចិត្តមានមេត្តាមនោកម្មនិងការនឹកទៅរកអ្នកដទៃដោយមេត្តាទាំងក្នុងទីចំពោះមុខទាំងក្នុងទីកំបាំងមុខសង្ឃវត្ថុ4យ៉ាងមាននៅក្នុងទីខនិកាយបដិកវៈសង្កិលកសូត្រ12មិត្តករោរកមិត្តល្អដើម្បីសេពគប់ការគប់មិត្តជាកិច្ចសំខាន់នៅក្នុងជីវិតអង្គុលីមាចោបានសម្លាប់មនុស្សអស់ច្រើនណាស់ដោយសារការសេពគប់ខុសប៉ុន្តែក្រោយមកនៅពេលដែលអង្គុលីមាចោកំពុងតែដេញព្រះសម្មាសម្ពុទ្ធក្នុងបំណងសម្លាប់មនុស្សឲ្យបាន 1000 នាក់ព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សម្ដែងរិទ្ធធ្វើឲ្យអង្គុលីមាចោដែលរត់ដេញកម្រិតពេញទំហឹងនោះតាមព្រះអង្គមិនទាន់ទាំងដែលមើលទៅឃើញព្រះអង្គទ្រង់យាងក្នុងព្រះដំណើរជាប្រកដីគ្រានោះអង្គុលីមេចោមានសេចក្តីទៅរាថាយីអើអស់ចានណាស់យីអើចម្លែកណាស់ព្រោះកាលពីមុនមកអញស្ទុះដេញដំរីកំពុងបោលក៏បានស្ទុះដេញចាប់ខ្សែកំពុងផាយក៏បានស្ទុះដេញចាប់រត់កំពុងលឿនក៏បានស្ទុះដេញចាប់មរឹកកំពុងបោលក៏បានចម្លែកតែម្ដងនេះហេតុអ្វីបានជាអញរត់ពេញទំហឹងហើយក៏នៅតែមិនទាន់សមណៈនេះដែលដើរតាមដំណើរប្រក្តីដូច្នេះអង្គុលីមាចោបានឈប់ហើយឈរនៅមួយកន្លែងស្រែកខិតព្រះដ៏មានព្រះភិក្ខថាឈប់សិនសមណៈព្រះដ៏មានព្រះភិក្ខព្រះដ៏មានបុណ្យត្រាស់ថាណែអង្គុលីមាតថាគតឈប់ហើយអ្នកចូលឈប់ដែរទៅគ្រានោះអង្គុលីមាចោពោលគិតថាពួកសមណៈនេះជាសក្យបុត្រធ្លាប់និយាយតែពាក្យពិតបដិញ្ញាតែពាក្យពិតចម្លែកតែសមណៈនេះកំពុងតែដើរសោះ
ម្ដេចឡើយក៏និយាយថាណែអង្គលមៀលតថាគតឈប់ហើយអ្នកចូលឈប់ដែរទៅបើដូច្នេះអញត្រូវសួរសមណៈនេះមើលលំដាប់នោះអង្គលមៀលចោលបានពោលនឹងព្រះដ៏មានព្រះភិក្ខដោយគាថាដែលមានសេរីដូចនេះថាណែសមណៈលោកកំពុងតែដើរសោះទេតែត្រឡប់ជានិយាយថាតថាគតឈប់ហើយថែមទៀងពោលមកខ្ញុំដែលឈប់ហើយនោះថាជាអ្នកទេដែលមិនទាន់ឈប់ដូច្នេះវិញណែសមណៈខ្ញុំសួរដំណើរនោះនឹងលោកដែលថាលោកឈប់នោះតើដូចម្ដេចឯខ្ញុំដែលថាមិនទាន់ឈប់តើដូចម្ដេចព្រះសម្មាសម្ពុទ្ធទ្រង់ត្រាថាណែអង្គលមៀលតថាគតបានឈ្មោះថាឈប់ហើយនោះព្រោះដាក់ចុះនៅគ្រឿងវិដំចំពោះសត្វទាំងអស់សពកាលឯចំណែកអ្នកវិញជាអ្នកមិនសម្រួមក្នុងពពួកសត្វព្រោះហេតុនោះតថាគតទៅឈ្មោះថាជាអ្នកឈប់ហើយចំណែកអ្នកវិញឈ្មោះថាមិនទាន់ឈប់សេចក្តីនៃព្រះពុទ្ធដីកាគឺព្រោះមិនមានសេចក្តីសង្រួមក្នុងសត្វទាំងឡាយទៅមេត្តាក្តីខន្តីក្តីការពិចារណាមុនធ្វើកិច្ចការក្តីការមិនបៀតបៀនក្តីការប្រព្រឹត្តណាដែលនាំឲ្យនឹករលឹកគ្នាក្តីរបស់អ្នកមិនមានដូច្នេះអ្នកទៅឈ្មោះថានៅមិនទាន់ឈប់គឺមិនទាន់ឈប់ធ្វើអំពើអាក្រក់នឹងឯងលំដាប់នោះអង្គលមៀលគិតថាការបន្លឺនៅសីហនាតសូរស័ព្ទដ៏អស្ចារ្យដោយសម្រេចរាជសីដ៏ក្រៃលែងនេះមិនអាចជារបស់អ្នកដតីណាឡើយគឺពិតជារបស់ព្រះសំណាក់ជាម្ចាស់ទ្រង់ព្រះនាមថាព្រះសទ្ធត្ថៈជាអរោះរបស់ព្រះនាងសរិមហាមេយាឥឡូវនេះពិតជាព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយព្រះអង្គទ្រង់មាននៅចក្ខុដ៏ប្រពៃដ៏ប្រសើរក្រៃលែងទ្រង់ឃើញនៅអាត្មាអញដែលគូប្រោសទៅព្រះអង្គស្ដេចយាងមកកាន់ព្រៃធំនេះដើម្បីធ្វើការសង្គ្រោះដល់អាត្មាអញអង្គលមៀលបានពោលទៅកាន់ព្រះសម្មាសម្ពុទ្ធដូច្នេះថាបបិទ្ធព្រះសំណាក់ព្រះអង្គស្វែងរកនៅគុណដ៏ធំព្រះអង្គជាបុគ្គលដែលទេវតានៅមនុស្សទាំងឡាយតែងបូជាយូរណាស់ហើយព្រះអង្គទៅតែយាងមកកាន់មហាវ័នព្រៃធំនេះដើម្បីសង្គ្រោះដល់ខ្ញុំព្រះអង្គនឹងប្រព្រឹត្តបដិបត្តិតាមនឹងលះបង់នៅបាបចោលទាំងអស់ព្រោះតែអាស្រ័យបានស្ដាប់គាថារបស់ព្រះអង្គដែលប្រកបដោយគុណដែលប្រកបដោយធម៌អង្គលមៀលបានក្រវែងដាវនិងអាវុធផ្សេងទៀតចោលទៅក្នុងត្រពាំងក្នុងជ្រោះក្នុងរណ្ដៅហើយក៏បានថ្វាយបង្គំព្រះបាទទានៃព្រះសគុតសូមភ្នោះនឹងព្រះអង្គក្នុងទីនោះឯងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកបដោយមហាករុណាទ្រង់ស្វែងរកនៅគុណធម៌ព្រះអង្គជាគ្រូនៃមនុស្សនិងទេវតាបានត្រាស់ហៅអង្គលមៀលនោះថាអ្នកចូលមកជាភិក្ខុចោដូច្នេះក្នុងគ្រានោះភាវៈជាភិក្ខុក៏កើតមានដល់អង្គលមៀលនោះឯងគ្រានោះព្រះភគវន្តមុនីទ្រង់នាំយកអង្គលមៀលភិក្ខុដ៏មានអាយុជាបច្ឆាសមណៈទ្រង់ព្រះពុទ្ធដំណើរសំដៅទៅក្រុងសាវត្ថីក្រោយមកព្រះអង្គលមៀលក៏បានសម្រេចជាព្រះអរហន្តដល់នៅសេចក្តីក្សេមខ្សានផុតទុក្ខផុតភ័យក្នុងសង្សារវដ្តដំណើរនេះក៏ព្រោះអាស្រ័យបានព្រះសម្មាសម្ពុទ្ធជាកល្យាណមិត្តជាអ្នកនាំផ្លូវនឹងឯង13វតញ្ញូជាអ្នកដឹងនៅពាក្យពោលខ្លួនឯងបាននិយាយពាក្យសន្យាយ៉ាងណាត្រូវដឹងនៅពាក្យនោះហើយគោរពឲ្យបានល្អនេះជាការគោរពធម៌របស់សប្បុរសផងគោរពខ្លួនឯងផងគឺបានដល់ការតម្កល់ខ្លួនទុកនៅក្នុងធម៌របស់សប្បុរសវាចាល្អក្នុងលោកនេះមាន5យ៉ាង1វាចាល្អទី1និយាយក្នុងការដែលគួរនិយាយវាចាល្អទី2និយាយដោយពាក្យពិតត្រង់វាចាល្អទី3និយាយពាក្យល្អពាក្យពីរោះវាចាល្អទី4និយាយពាក្យមានប្រយោជន៍វាចាល្អទី5និយាយប្រកបដោយចិត្តមេត្តាវាចាល្អ5យ៉ាងស្រង់ចាក់មជ្ឈិមនិកាយមូលបណ្ណាសកៈ